ពេលវេលាល្អសម្រាប់ការទទួលទានទឹកមនុស្សយើងភាគច្រើននឹងញ៉ាំទឹកនៅពេលដែលមានអារម្មណ៍ស្រេកទឹកប៉ុន្តែដើម្បីបានលទ្ធផលល្អបំផុតពេលវេលាដែលអ្នកគួរញ៉ាំទឹកមានដូចជា1ញ៉ាំទឹកពេលភ្ញាក់ពីគេងក្នុងរាងកាយមនុស្សយើងគឺត្រូវការទឹកដើម្បីធ្វើការជាពិសេសក្រោយពេលដែលរាងកាយសម្រាករយៈពេលយូរអ្នកគួរតែធ្វើបែបនេះនៅពេលភ្ញាក់ពីគេងព្រឹកឡើងបើសិនជាអ្នកអាចធ្វើវាបាននោះរាងកាយនឹងធ្វើការបានកាន់តែស្រួលសម្រាប់ការរស់នៅពេញមួយថ្ងៃ2ញ៉ាំទឹក30នាទីមុនបាយអ្នកអាចប្រើវិធីនេះដើម្បីការពារកុំឲ្យញ៉ាំអាហារច្រើនពេកបានដោយសារតែនៅពេលដែលអ្នកញ៉ាំទឹកខ្លះមុនបាយអ្នកនឹងមានអារម្មណ៍ថាញ៉ាំតិចៗឆាប់ឆ្អែតរឿងនេះមិនត្រឹមតែជួយដល់ការសម្រកទម្ងន់ទេតែក៏នឹងជំរុញដល់មុខងារកាន់តែល្អរបស់កោសិកាផងដែរជាពិសេសការរំលាយអាហារតែម្ដង3ញ៉ាំទឹកពេលអស់កម្លាំងនៅពេលដែលអ្នកមានអារម្មណ៍ថាពេលខ្លះអស់កម្លាំងខ្លាំងដែរឬទេជាពិសេសនៅពេលរសៀលតែម្ដងបើសិនជាការអស់កម្លាំងបង្កឡើងដោយការខ្សោះជាតិទឹកយកល្អអ្នកគួរតែញ៉ាំទឹកមួយកែវហើយអ្នកនឹងមានអារម្មណ៍ល្អជាងមុនហើយ4ញ៉ាំទឹកមុនហាត់ប្រាណយោងទៅតាមសីតុណ្ហភាពនិងបរិយាកាសនិងកម្រិតនៃជាតិទឹកក្នុងខ្លួនអ្នកប្រហែលជាត្រូវការញ៉ាំទឹក6ទៅ8កែវក្នុងមួយថ្ងៃដើម្បីការពារកុំឲ្យខ្សោះជាតិទឹកក្រោយពេលហាត់ប្រាណរួចការបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គឺជារឿងសំខាន់ក្នុងការការពារខ្លួនពីសីតុណ្ហភាពក្តៅហើយក៏ជំរុញដល់របត់ឈាមរត់កាន់តែស្រួលដល់រាងកាយទាំងមូលផងដែរ5ញ៉ាំទឹកក្រោយហាត់ប្រាណរួចក្រោយពីហាត់ប្រាណខ្លាំងក្លារួចអ្នកប្រហែលជាត្រូវញ៉ាំទឹកច្រើនដើម្បីជំនួសជាតិទឹកដែលបាត់បង់តាមរយៈការនោមឬបែកញើសចំនួនទឹកដែលអ្នកត្រូវការគឺអាស្រ័យទៅតាមសុខភាពទម្ងន់និងអ្នកហាត់ប្រាណក្រោមស្ថានភាពក្តៅខ្លាំងឬអត់រយៈពេលហាត់និងកត្តាផ្សេងៗទៀតចូលប្រកាសថាមិនត្រូវញ៉ាំទឹកច្រើនពេកឬលឿនពេកនោះទេ6ញ៉ាំទឹកពី3នាទីមុនពេលចូលគេងការធ្វើបែបនេះនឹងជំនួសជាតិទឹកដែលបាត់បង់ក្នុងពេលគេងលក់បើសិនជាអ្នកឈឺមានការរាករូសក្អួតធ្វើឲ្យជាតិទឹកក្នុងខ្លួនបាត់បង់ដូច្នេះអ្វីដែលសំខាន់គឺត្រូវបង្គ្រប់ជាតិទឹកក្នុងខ្លួននៅពេលអ្នកមានជំងឺ